នៅក្នុងភូមិតូចមួយមានយាយស្រីចាស់ឈ្មោះស្រីរាល់ព្រឹកយាយស្រីចូលចិត្តចោះចំការក្រោយផ្ទះដីស្រោចស្រពបន្លាយដុះលូតលាស់ហើយមានសួនឈើដ៏ស្រស់ស្អាតក្មួយតារាកូនព្រុកតូចរបស់យាយក៏លេងនៅជិតនឹងសិតរីករាយជីវិតសាមញ្ញប៉ុន្តែមានភាពសុខសាន្តនិងសន្តិភាពនិយមថ្ងៃមួយនៅពេលយាយកំពុងជីកដីដើម្បីដាំបន្លែថ្មីនាងចាប់អារម្មណ៍ថាឯណាមួយនៅក្រោមដីរឹងខ្លាំងសំឡេងដែកបុកនឹងដុំថ្មធ្វើឲ្យយាយស្ទះស្ទើរតារាបោះលេងហើយរត់មកមើលតើមានអ្វីលាក់ខ្លួននៅក្រោមដីនេះយាយស្រីជីកបន្ថែមហើយរឿងមិនគិតស្រួលបានកើតឡើងនាងឃើញប្រអប់ឈើចាស់មួយគួរឲ្យសង្ស័យពេលបើកឡើងមានពន្លឺមាសរលោងភ្លឺចេញមកគ្រឿងអលង្ការប្រាក់មាសនិងកាក់មាសចានអាំងពន្លឺដ៏អស្ចារ្យតារាដឹងថានេះគឺជាអ្វីពិសេសណាស់ស្នាមអារម្មណ៍រីករាយលើមុខយាយនិងក្មួយបំភ្លឺទាំងសួនបន្ទាប់ពីគិតយ៉ាងជ្រៅយាយស្រីសម្រេចចែកប្រាក់មាសនោះឲ្យមនុស្សក្នុងភូមិដែលមានកង្វល់មនុស្សច្រើនទទួលបានជំនួយស្នាមញញឹមត្រឡប់មកវិញភូមិទាំងមូលពោពេញដោយក្តីអំណរតារាមានមោទនភាពចំពោះយាយដែលមានចិត្តធម៌និងសប្បុរសលើគេថ្ងៃក្រោយមកសួនច្បាររបស់យាយស្រីដុះស្រស់ស្អាតជាងមុនដូចជាអំណោយលើកទឹកចិត្តពីស្នេហានិងការចែករំលែកតារាជួយយាយស្រោចទឹកដូចធម្មតាពន្លឺថ្ងៃដ៏ក្អកក្តៅបកស្រាយថាក្តីល្អនាំមកនូវអ្វីល្អជានិច្ចក្តីសុខសាន្តក្តីអំណរនិងស្នេហាជាប់នៅក្នុងសួនរបស់យាយ